តអ្វីបានជាមនុស្សខ្លះរស់នៅយ៉ាងស្រួលខណៈមនុស្សខ្លះទៀតនៅតែខំប្រឹងរហូតដល់ចាស់ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនៅរឿងនិទានមួយដែលអ្នកត្រូវតែប្រាប់ទៅកូនៗរបស់អ្នកបើយល់ពីរឿងនេះនឹងទទួលបានផលប្រយោជន៍ពេញមួយជីវិតមានរឿងដំណាលថាមានព្រះសង្ឃពីរអង្គដែលគង់នៅវត្តលើភ្នំពីរផ្សេងគ្នាហើយនៅក្បែរគ្នានៅចន្លោះរវាងភ្នំទាំងពីរមានស្ទឹងមួយព្រះសង្ឃទាំងពីរអង្គតែងតែនិមន្តចុះពីលើភ្នំទៅដងទឹកនៅស្ទឹងនៅពេលដំណើរគ្នារាល់ថ្ងៃយូរទៅព្រះអង្គទាំងពីរបានក្លាយជាមិត្តល្អនឹងគ្នាពេលវេលាបានកន្លងផុតទៅ5ឆ្នាំដោយមិនដឹងខ្លួនក្នុងការដងទឹករាល់ថ្ងៃស្រាប់តែថ្ងៃមួយព្រះសង្ឃនៅភ្នំខាងឆ្វេងមិនបាននិមន្តចុះមកដងទឹកព្រះសង្ឃនៅភ្នំខាងស្ដាំគិតថាប្រហែលជាព្រះអង្គសឹងជ្រុលហើយមិនបានយកចិត្តទុកដាក់ប៉ុន្តែថ្ងៃបន្ទាប់ព្រះសង្ឃនៅភ្នំខាងឆ្វេងនៅតែមិននិមន្តចុះមកដងទឹកដដែលថ្ងៃទី3ក៏ដូចគ្នារហូតដល់មួយសប្តាហ៍ក៏នៅតែដដែលក្រោយពីមួយខែកន្លងទៅព្រះសង្ឃនៅភ្នំខាងស្ដាំចាប់ផ្ដើមមិនអស់ចិត្តព្រះអង្គគិតថាប្រហែលជាមិត្តរបស់ព្រះអង្គអាពាហ៍ព្រះអង្គត្រូវតែទៅសួរសុខទុក្ខមើលថាអាចជួយអ្វីបានព្រះអង្គក៏និមន្តឡើងទៅភ្នំខាងឆ្វេងហេតុអ្វីបានជាមនុស្សខ្លះរស់នៅយ៉ាងស្រួលខណៈមនុស្សខ្លះទៀតនៅតែខំប្រឹងរហូតដល់ចាស់ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនៅរឿងនិទានមួយដែលអ្នកត្រូវតែប្រាប់ទៅកូនៗរបស់អ្នកបើយល់ពីរឿងនេះនឹងទទួលបានផលប្រយោជន៍ពេញមួយជីវិតមានរឿងដំណាលថាមានព្រះសង្ឃពីរអង្គដែលគង់នៅវត្តលើភ្នំពីរផ្សេងគ្នាហើយនៅក្បែរគ្នានៅចន្លោះរវាងភ្នំទាំងពីរមានស្ទឹងមួយព្រះសង្ឃទាំងពីរអង្គតែងតែនិមន្តចុះពីលើភ្នំទៅដងទឹកនៅស្ទឹងនៅពេលដំណើរគ្នារាល់ថ្ងៃយូរទៅព្រះអង្គទាំងពីរបានក្លាយជាមិត្តល្អនឹងគ្នាពេលវេលាបានកន្លងផុតទៅ5ឆ្នាំដោយមិនដឹងខ្លួនក្នុងការដងទឹករាល់ថ្ងៃស្រាប់តែថ្ងៃមួយព្រះសង្ឃនៅភ្នំខាងឆ្វេងមិនបាននិមន្តចុះមកដងទឹកព្រះសង្ឃនៅភ្នំខាងស្ដាំគិតថាប្រហែលជាព្រះអង្គសឹងជ្រុលហើយមិនបានយកចិត្តទុកដាក់ប៉ុន្តែថ្ងៃបន្ទាប់ព្រះសង្ឃនៅភ្នំខាងឆ្វេងនៅតែមិននិមន្តចុះមកដងទឹកដដែលថ្ងៃទី3ក៏ដូចគ្នារហូតដល់មួយសប្តាហ៍ក៏នៅតែដដែលក្រោយពីមួយខែកន្លងទៅព្រះសង្ឃនៅភ្នំខាងស្ដាំចាប់ផ្ដើមមិនអស់ចិត្តព្រះអង្គគិតថាប្រហែលជាមិត្តរបស់ព្រះអង្គអាពាហ៍ព្រះអង្គត្រូវតែទៅសួរសុខទុក្ខមើលថាអាចជួយអ្វីបានព្រះអង្គក៏និមន្តឡើងទៅភ្នំខាងឆ្វេងហេតុ